ស្វាគមន៍អ្នកគុណនិយមគ្រប់ក្នុងក្របទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកតាមវីដេអូសម្រាយរឿងកំពូលក្បាច់គុណភាគទី24ដែលជាភាគបន្តរបស់យើងសាច់រឿងចាប់ផ្ដើមឡើងនៅក្នុងផ្ទះដ៏ប្រណិតមួយខណៈពេលនោះយ៉ាងខៃក៏បានដឹងខ្លួនឡើងវិញអមទៅដោយរបួសរបស់គាត់ក៏ពិតជាឈឺចាប់ជាខ្លាំងយ៉ាងខៃក៏ពិតជាងឿងឆ្ងល់ថាទីនេះគឺជាកន្លែងណាទៅហើយអ្វីបានជាធំបែបនេះខណៈពេលនោះក៏ស្រាប់តែស៊ូមូគេបានទម្លុះធ្វើចូលមកស្រែកហៅនៅឈ្មោះរបស់បងយ៉ាងខៃតែបន្ទាប់មកក៏ប្រាប់ថាអស់នោះឡើយគឺជាបងថ្លៃយ៉ាងខៃសួរថាមានន័យយ៉ាងម៉េចទៅពាក្យថាបងថ្លៃនឹងស៊ូមូប្រាប់ថាលបងឯងជប់ធ្វើពើទៀតទៅលីយិនធានគេប្រាប់ខ្ញុំអស់ហើយរឿងកាពីម្សិលមិញហ្នឹងថាបងស្រីរបស់ខ្ញុំគឺព្រមទទួលយករបស់ឯងធ្វើជាសង្សារយ៉ាងខៃលើដូច្នេះហើយក៏ចង់ខៀងផងដែររីឯគេក៏បានទះស្មាយ៉ាងខៃមួយដៃហើយយ៉ាងខៃថាបងថ្លៃឈប់ធ្វើពុតទៀតទៅតែបន្ទាប់មកក៏សួរថារបស់ឯងមិនអីទេមែនទេយ៉ាងខៃប្រាប់ថាគាត់ក៏មិនអីនោះឡើយសម្រាប់តែពេលថ្ងៃគេច្បាស់ជាលែងអីស៊ូមូក៏បាននិយាយផងដែរថាដោយសារតែលើកនេះបងស្រីរបស់ថ្លៃក៏បានជួយសង្គ្រោះខ្ញុំដូច្នេះហើយខ្ញុំក៏ចង់អរគុណដល់ផ្ទាល់ផងដែរយ៉ាងខៃស្ដាប់លើដូច្នេះក៏រអ៊ូថាអបនេះឡប់ទៅដឹងហើយស៊ូមូគេក៏មាននៅក្របថ្នាំជាច្រើនយ៉ាងមកផ្ញើយ៉ាងខៃផងដែរក្នុងនោះក៏មាននៅក្របថ្នាំដែលអាចជំនួយទៅដល់ការហ្វឹកហាត់ទៀតផងហើយយ៉ាងខៃថាបងថ្លៃម្ដងទៀតរបស់ឯងក៏ត្រូវតែទទួលយកវាយ៉ាងខៃនិយាយហើយថាព្រឹត្តិការណ៍ទី2មែននេះវាគឺពិតជាច្រើនពេកហើយគាត់មិននឹងអាចញ៉ាំវាអស់ទៅស៊ូមូគេប្រាប់ថាមិនចឹងនោះទេក៏ព្រោះថាលើកនេះយ៉ាងខៃក៏រងរបួសធ្ងន់ធ្ងរដល់ម្លឹងដូច្នេះហើយក៏គួរតែសម្រាប់ព្យាបាលខ្លួនឲ្យបានល្អទៅយ៉ាងខៃក៏បានសូមឲ្យលោកប្អូនស៊ូជួយអរគុណទៅដល់ព្រឹត្តិការណ៍ទី2ជំនួសគាត់ផងតែស៊ូមូគេក៏បានប្រាប់ហើយថាមិនចាំបាច់អរគុណស្អីនោះទេព្រោះថាកាលពេលម្សិលមិញគេគឺស្ទើរតែធ្វើយ៉ាងខៃបាត់បង់ជីវិតតែបន្ទាប់មកគេក៏នឹកឃើញថារឿងនេះគឺមិនអាចនិយាយបានទេបើមិនចឹងគឺនឹងអាចប៉ះពាល់ទៅដល់ទំនាក់ទំនងរបស់បងស្រីខ្លួនយ៉ាងខៃសួរហើយថាមានអ្វីមែនទេគេក៏បានប្រកែកថាគឺគ្មានអ្វីនោះឡើយខណៈពេលនោះលីយុនធានក៏បានយកថ្នាំមកដល់យ៉ាងខៃក៏បានសួរទាក់ទងអំពីបងស្រីស៊ូសៀនស៊ូមូប្រាប់ថាបន្ទាប់ពីគាត់បានជួយសង្គ្រោះយ៉ាងខៃយកមកដល់ទីនេះគាត់ក៏បានត្រឡប់ទៅកាន់ទីក្រុងហៃហ្វឹងមកវិញយ៉ាងខៃស្ដាប់លើដូច្នេះក៏ងើយឆ្ងល់ផងដែរថាបងស្រីស៊ូសៀនគឺមិនខឹងជាមួយនឹងគាត់ទេមែនអត់ព្រោះថាទង្វើរបស់គាត់កាលពីម្សិលមិញនេះក៏ដូចជាលើសបន្តិចហើយងើយមកក៏ស្រាប់តែពួកគេទាំងនេះសើចយីហីទៀតជាហេតុធ្វើឲ្យយ៉ាងខៃក៏ដូចជាចង់ងឹតមុខសាច់រឿងក៏ទៅដល់ពេលយប់យ៉ាងខៃរបស់យើងក៏បានដេកគិតតែម្នាក់ឯងក៏ព្រោះថាបងស្រីស៊ូសៀនគឺមិនបានបញ្យល់ប្រាប់នរណាម្នាក់នោះទេព្រមទាំងនឹកឃើញទៅដល់ពេលមនុស្សដែលត្រូវបានស្រីស្អាតចាប់ដៃយ៉ាងខៃបើទោះបីជាដូច្នោះក៏នៅតែប្រាប់ខ្លួនឯងថាវាគ្មានប្រយោជន៍នោះទេព្រោះថាកូនកំមុំរបស់គេគឺពិតជាឋានៈធំណាស់បន្ទាប់មកក៏បានយកគ្រាប់ថ្នាំដែលស៊ូមូបានយកមកឲ្យនៅមុននេះដាក់ចូលមាត់កឹកជាហេតុធ្វើឲ្យមានចំហាយធម្មពលធ្វើការប្រមូលផ្ដុំយ៉ាងខៃក៏ដឹងហើយថានេះវាគឺពិតជាគ្រាប់ថ្នាំដែលប្រតិចារទី2បានផ្ញើមកពិតមែនដោយចំណាយពេលតែបន្តិចធម្មពលនៃថ្នាំក៏បានជ្រាបចូលទៅក្នុងជីពចររបស់គាត់ទៅហើយព្រមទាំងចាប់ផ្ដើមផ្ដល់នូវសំណើមព្រមទាំងជួសជុលនៅកន្លែងដែលមានរបួសនិងជួយកាត់បន្ថយនូវការឈឺចាប់ផងដែរតើវាអាចបណ្ដាលមកពីស្នេហ៍រាងកាយមានរបស់គាត់បានស្រោចយកនូវធម្មពលពីថ្នាំនេះទេដឹងក៏បើដូច្នេះយ៉ាងខៃក៏ប្រញាប់លើកវាអក់ចំនួន2ដបបន្ថែមព្រមទាំងធ្វើការសម្រួលនៅកម្លាំងធារបស់គាត់ចុះឡើងយ៉ាងខៃមិននឹកស្មាននោះទេថាស្នេហ៍រាងកាយមានរបស់គាត់អាចស្រូបយកនៅអ្វីដែលស្នេហ៍យ៉ាងពិតមិនអាចស្រូបយកបានទៅវិញរំលឹកទៅដល់ស្នេហ៍យ៉ាងឈីវគឺអាចហ្វឹកហាត់តែនៅកន្លែងដែលមានធម្មពលឈីប៉ុណ្ណោះតែបើសិនជាស្នេហ៍រាងកាយមានរបស់គាត់អាចស្រូបយកធម្មពលផ្សេងទៀតបានចឹងយ៉ាងខៃគាត់គឺច្បាស់ជាអាចហ្វឹកហាត់នៅស្នេហ៍យ៉ាងឈីវនោះបានបើទោះបីជាគ្មានធម្មពលឈីក៏ដោយលើសពីនេះញ៉ាំថ្នាំអស់5ដបទៅហើយរាងកាយក៏គ្មានបញ្ហាអ្វីទៀតបើបដូរទៅជាមនុស្សធម្មតាវិញពួកគេគឺច្បាស់ជាមិនអាចទ្រាំទ្របាននោះឡើយហើយលើនេះយ៉ាងខៃក៏គ្មានអ្វីដែលត្រូវធ្វើនោះទេរីឯរបស់វិញក៏បានប្រសើរឡើងជាងមុនប្រសិនបើជាគាត់ញ៉ាំថ្នាំទាំងអស់ដែលនៅសល់ទាំងអស់នេះវិញនោះតើរាងកាយរបស់គាត់គឺនឹងទៅជាយ៉ាងណាទៅដូច្នេះហើយយ៉ាងខៃក៏ប្រញាប់អកយកតែម្ដងជាហេតុធ្វើអ្នកកន្លះរបស់យើងនៅពេលនេះគឺពិតជាមានអារម្មណ៍ថាគឺពិតជាឆ្អែតខ្លាំងណាស់ដូច្នេះហើយយ៉ាងខៃគឺត្រូវតែប្រញាប់ធ្វើការហ្វឹកហាត់បន្តក៏ព្រោះថានៅសល់តែបន្តិចទៀតនោះទេយ៉ាងខៃគាត់គឺនឹងអាចបំបែកបានហើយដោយបែបនេះវាក៏អាចជួយឲ្យយ៉ាងខៃបានយកពីអកម្មរបស់ស្នេហ៍រាងកាយមេផងដែរថាតើវាមានអ្វីចម្លែកទៅខណៈពេលនោះយ៉ាងខៃក៏ស្រាប់តែបានយល់ហើយដែលវាគឺតម្រូវឲ្យយ៉ាងខៃគឺត្រូវតែធ្វើការប្រយុទ្ធការបដូរឆ្នេះយ៉ាងខៃក៏ប្រញាប់ទៅរកសិស្សប្អូនស៊ូមូតែខណៈពេលដែលសម្លឹងទៅនឹងផងដែរក៏ស្រាប់តែបានឃើញស៊ូសៀនកំពុងតែដោះសម្លៀកបំពាក់យ៉ាងខៃងឿយឆ្ងល់ខ្លាំងណាស់ថាហេតុអ្វីបានជានេះជាបន្ទប់របស់បងស្រីស៊ូសៀនទៅវិញហើយគាត់ក៏កំពុងតែផ្លាស់សម្លៀកបំពាក់ទៀតស៊ូសៀននាងក៏បានពាក់នៅសម្លៀកបំពាក់របស់នាងវិញរលោដៃតែបន្តិចឲ្យយ៉ាងខៃខ្ទាតចេញទៅខាងក្រៅហួយដេកជុំបន្ទាប់មកក៏បានសម្រុកទៅតាមអមទៅដល់អាវុធកកដ៏ធំរបស់នាងធ្វើការវាយប្រហារយ៉ាងខៃក៏បានទាត់វាឲ្យទៅជាប់ជាមួយនឹងដើមឈើមកខាងសម្លឹងតែម្ដងទៀតក៏បានឃើញថានាងក៏បានបង្ហាញខ្លួននៅលើអាកាសបាត់ទៅហើយយ៉ាងខៃក៏បានគិតផងដែរថានាងគឺច្បាស់ជាមិនស្ដាប់នៅការបញ្យល់របស់គាត់នោះទេរំលឹកទៅដល់ស្នេហ៍យ៉ាងជឿរបស់គាត់គឺតម្រូវឲ្យធ្វើការប្រកួតដើម្បីទម្លុះកម្រិតដូច្នេះហើយយ៉ាងខៃក៏ត្រូវតែចាប់យកឱកាសនេះស៊ូសៀននិយាយឲ្យថានៅតែចង់តដៃផងប្រើប្រាស់នៅវត្ថុករបស់នាងធ្វើការវាយប្រហារយ៉ាងខៃក៏បានបំបែកវាចោលបន្ទាប់មកស៊ូសៀននាងក៏បានបញ្ចេញនៅវត្ថុកជាច្រើនទៀតធ្វើការវាយប្រហារទៅយ៉ាងខៃបន្ទាប់ពីឃើញបែបនេះក៏បានបើកនៅស្នេហ៍រាងកាយមានរបស់គាត់ស្រ័យទៀតថាធ្វើការវាយប្រហារឲ្យកាន់តែច្រើនទៀតមកវាគឺមានតែបង្កើននៅកម្លាំងរបស់ខ្ញុំស្របគ្នានោះក្រុមរបស់ស៊ូមូក៏បានមកដល់ទីនេះផងដែរងឿយឆ្ងល់ហេតុអ្វីបានជាយ៉ាងខៃមានចំនួនជាមួយនឹងបងស្រីស៊ូសៀនទៅហើយទេថាបងស្រីស៊ូសៀនគឺចង់សងសឹកយ៉ាងខៃចំពោះរឿងការពីម្សិលមិញនោះស៊ូមូប្រាប់ថាហ្នឹងវាក៏អាចទៅរួចដែរព្រោះថាបើមិនចឹងតាមចរិតរបស់បងស្រីគេនោះគាត់មិននឹងអាចកាយសាហាវដល់ថ្នាក់ហ្នឹងទៅហើយលើកនេះយ៉ាងខៃគឺច្បាស់ជាវេទនាហើយលីយិនធានក្រោយពេលលើបែបហ្នឹងក៏អាណិតផងដែរក៏ព្រោះថារបបការពីលើកមុនគឺមិនទាន់ជាសះស្បើយផងក៏ប៉ុន្តែឥឡូវនេះបែរជាត្រូវមកប្រកួតទៀតបងស្រីស៊ូសៀនតើគាត់ដូចជាមិនសាហាវពេកទេយ៉ាងខៃខណៈពេលនោះក៏ស្រាប់តែស៊ូសៀននាងបានប្រើប្រាស់នៅល្បឿនលឿនសម្រុកចូលមកបង្ហាញខ្លួននៅខាងក្រោយធ្វើការវាយប្រហារស្មារតីរបស់យ៉ាងខៃហើយក៏បន្តិចតែមិនថាយ៉ាងណាយ៉ាងខៃក៏បានប្រើនៅសិទ្ធិយ៉ាងជឿរបស់គាត់ទៅធ្វើការដុតកម្លោចស៊ូសៀននិយាយឲ្យថាគឺពិតជាគួរឲ្យចាប់អារម្មណ៍បន្ទាប់មកក៏បានមកវល់ខ្លួនហោះឡើងទៅខាងលើអមទៅដល់ចំហាយទឹកកកដ៏ស្រស់ស្អាតរបស់នាងធ្វើការវាយប្រហារឲ្យយ៉ាងខៃខ្ទាតចេញបន្ទាប់មកអាវុធទឹក
ទៅក៏ជាច្រើនទៀតក៏បានផុសឡើងយ៉ាងខែកណ្ដាប់ដៃរបស់គាត់ធ្វើការវាបំបីលែចុះមកខាងក្រោមវិញហើយដីជោគបាត់ទៅហើយបន្ទាប់មកស៊ូសៀននាងក៏ចាប់ផ្ដើមមករំលឹកធម្មពលរបស់នាងដ៏ខ្លាំងយ៉ាងខែមិននឹកស្មាននោះទេថាសមត្ថភាពរបស់នាងគឺខ្លាំងដល់ម្លឹងតែនេះវាគឺគ្រាន់តែជាវិធីដែលអាចឲ្យគាត់ស្គាល់ពីចិត្តរបស់នាងទេស្របគ្នានោះយើងក៏បានឃើញវត្តមានរបស់ព្រឹទ្ធាចារ្យទី2និយាយឲ្យថាវាគឺជាអាវុធសមត្ថភាពរបស់យ៉ាងខែបច្ចុប្បន្នក៏ដូចជាមិនសូវខ្ពស់នោះទេក៏ប៉ុន្តែគេបែរជាអាចយល់ដឹងពីស្នេហ៍យ៉ាងជឿបានដល់កម្រិតនេះខណៈពេលនោះធម្មពលទឹកកករបស់ស៊ូសៀនក៏បានឡំព័ទ្ធរាងកាយរបស់យ៉ាងខែជិតបន្ទាប់មកស៊ូសៀននាងក៏បានចុះមកខាងក្រោមវិញព្រមទាំងហាក់មិនដូចជាលួចញញឹមសម្លឹងទៅកាន់យ៉ាងខែផងដែរបន្ទាប់មកនាងក៏បានចាក់ចែងពីទីនេះស៊ូមូខណៈពេលដែលចង់ខត់ក៏មិនតនោះទេដូច្នេះហើយពួកគេក៏មានតែប្រញាប់ទៅពិនិត្យមើលលបងយ៉ាងខែក៏ស្រាប់តែបានឃើញថាធម្មពលទឹកកកក៏ពិតជាខ្លាំងក្លាពេកណាស់ស្រែកសួរទៅកាន់បងស្រីថាមិនមែនចាំមកកបងថ្លៃឲ្យស្លាប់ទេព្រឹទ្ធាចារ្យទី2ក៏បានប្រាប់ថារងចាំរហូតដល់ថ្ងៃដែលគេអាចបំបីទឹកកកនោះវាក៏ជាថ្ងៃដែលគេជោគជ័យដែររួចហើយគាត់ក៏បានចាក់ចែងពីទីនេះស៊ូមូដោយសារតែបែបនេះក៏បានបបួលគ្នាយកស្រាមកផឹកចាំតែម្ដងមើលទៅកាន់មហោរបស់ពួកគេក៏តំណមិនអស់នោះដែរលីយិនធាននិយាយឲ្យថាពេលវេលាក៏បានកន្លងផុតទៅរយៈពេល3ថ្ងៃទៅហើយមិនបានជារបស់យ៉ាងខែមិនទាន់អាចបំបីទឹកកកនេះបានទៀតអាចដែរទេថាគាត់ដាច់បាយស្លាប់នោះតែស៊ូមូក៏បានប្រាប់ឲ្យគេបិទមាត់បងថ្លៃរបស់យើងគឺមិនអាចស្លាប់ដោយងាយស្រួលអញ្ចឹងនោះទេម្នាក់នេះគេក៏យកស្របខណៈពេលនោះក៏ស្រាប់តែផ្ទាំងទឹកកកដែលឃុំខ្លួនយ៉ាងខែក៏ចាប់ផ្ដើមប្រេះស្រាំជាឲ្យទៅឲ្យស៊ូមូនឹងក៏ពិតជាភ័យខ្លាំងមែនទែនរីឯយ៉ាងខែក៏បានបំបែកនៅផ្ទាំងទឹកកកនេះចេញមកតែម្ដងបណ្ដោយស៊ូមូក៏ចាប់ផ្ដើមចំហមាត់ធំរីឯយ៉ាងខែក៏បានដើរចេញមកវិញយ៉ាងសង្ហាហើយនៅទីបំផុតយ៉ាងខែក៏បានយល់អំពីអកម្មរបស់ស្នេហ៍រាងកាយមាសគឺថានៅពេលយ៉ាងខែស្ថិតនៅក្នុងស្ថានភាពលំបាកវាគឺនឹងជួយបង្កើនកម្លាំងរបស់គាត់ភ្លាមបើមិនដូច្នេះទេគាត់ក៏មិនអាចទ្រាំទ្របានយូរដល់ម្លឹងហើយស្នេហ៍រាងកាយមាសក៏ប្រហែលជានៅមានអកម្មផ្សេងទៀតហើយដូច្នេះហើយយ៉ាងខែក៏នៅតែត្រូវការនៅការណែនាំបន្ថែមស៊ូមូក៏បានសួរហើយថាបងថ្លៃមិនអីទេមែននេះយ៉ាងខែក៏បានធ្វើជានិយាយថាមើលទៅរបស់គាត់ហាក់បីដូចជាបានជាសះស្បើយស៊ូមូក្រោយពីឮបែបហ្នឹងក៏ប្រញាប់ទៅពិនិត្យមើលចង់ដឹងខ្លាំងណាស់ថាតើមានរបួសនៅត្រង់ណាដែរឬអត់តែពិនិត្យមើលចាស់ឡើងក៏ដូចជាមិនឃើញអីនោះទេក៏ដូច្នេះក៏បានប្រាប់ឲ្យគ្នាប្រញាប់រៀបចំសាច់ខ្លែមនិងស្រាដើម្បីទទួលដល់បងថ្លៃយ៉ាងខែប្រាប់ថាគាត់ក៏នឹងទៅជាមួយដែរស្របគ្នានោះក៏លេទៅខាងលើយើងក៏បានឃើញនៅវត្តមានរបស់សៀននាងចារំលឹកទៅដល់ឈ្មោះរបស់យ៉ាងខែចាំមើលតើលោកអាចងើបចេញពីការងារជាអ្នកបោះសម្អាតព្រមទាំងសិស្សមិនដែលឈ្នះរហូតមកដល់ពេលនេះការប្រកួតលើកទី1នៅទីក្រុង FIFA ក៏ត្រូវបានបរាជ័យតែវាក៏មិនអត់ប្រយោជន៍នោះឡើយដែលនាងបានផ្ដល់នូវក្របថ្នាំជាច្រើនឲ្យទៅកាន់យ៉ាងខែនោះនិយាយទៀតថាស៊ូសិស្សប្អូនយ៉ាងខែស្របគ្នានោះស៊ូសៀននាងក៏បានលួចមើលយ៉ាងខែនៅម្ខាងផងដែរព្រមទាំងរំលឹកទៅដល់ធ្នាក់វិជ្ជាគុណវ័យឈឺវាគឺពិតជារឿងដូចជាថ្មអញ្ចឹងមានតែតាមរយៈការខិតខំប្រឹងប្រែងនោះទេទើបលោកអាចឈានទៅដល់កម្រិតកំពូលបាននិយាយទៀតថាយ៉ាងខែខ្ញុំគឺសង្ឃឹមថាលោកគឺនឹងជោគជ័យទៅចុះព្រមទាំងអាចរស់នៅទៅតាមអ្វីដែលខ្ញុំអាចធ្វើសម្រាប់លោកបែបនេះស្ដេចរបស់យើងក៏ត្រូវបានឆ្លេះតែត្រឹមនឹងហើយអ្នកក្លាហានទាំងអស់គ្នាក៏ប្រែជាចាប់អារម្មណ៍ថាសម្លេងរបស់ Admin ប្លែកហើយក៏ព្រោះថាបច្ចុប្បន្ននេះ Admin គឺបានទិញម៉ាយយកមកប្រើដើម្បីកុំឲ្យចេះតែលឺនៅសម្លេងរំខានចេញពីខាងក្រៅវិញជាថ្មីម្ដងទៀតអរគុណទៅកាន់អ្នកគ្រប់ខ្ញុំគ្រប់បាក់ទាំងអស់គ្នាដែលតែងតែគាំទ្រអធិស្ឋានបើសិនជាមាននៅកំហុសខុសឆ្គងដរាបណាភ្នំមិនផ្លាស់ប្ដូរទឹកនៅតែហូរជួបគ្នានៅក្នុងពិភពគុណបាយបាយ